ក់ដីចោលលក់ដីចោលប្រជាជន550 កុសាអត់មានតាមសតលោកឯងធ្វើមេឃុំទទួលខុសត្រូវស្ទើរគេរវល់3ថ្ងៃលោកឯងតាណាលោកឯងបាត់ដោះស្រាយប្រជាជនណាហ្នឹងហើយហត់ទុនខាតរឿងទំនុកព្រាសចនបញ្ចេញជូនដំណឹងវាជាដីរបស់រដ្ឋអញ្ចឹងរដ្ឋគាត់វិនិយោគទៅឲ្យអស់ញ៉ាគុំស៊ីអ្វីដែលភូមិឃុំសំណុំពរគឺសុំសំណុំពរសុំមកមានប្រព័ន្ធទឹកជូនប្រជាពលរដ្ឋបើគាត់ចង់ឯងធ្វើយ៉ាងម៉េចវិនិយោគយ៉ាងម៉េចអភិវឌ្ឍយ៉ាងម៉េចត្រូវមានប្រព័ន្ធទឹកជូនប្រជាពលរដ្ឋដោយប្រជាពលរដ្ឋគាត់ឡាយគាត់ថាភូមិឃុំលឹបក្បាលទៅណាបានមិនមកចាមិនមកប្រជាពលរដ្ឋប៉ុណ្ណឹងមិនមកយើងធ្វើការងាររដ្ឋបាលបើមិនបញ្ជាយើងនឹងធំក្បាលជាងគេយើងគិតតែប៉ុណ្ណេះដីបឹងមេទឹកព្រាលបាទដីនោះពលរដ្ឋតវ៉ាថាសុំទុកជាដីសាធារណៈកុំឲ្យមានការឈូសឆាយរុះរើចង់ដឹងថាដីមេទឹកនោះវាយ៉ាងម៉េចហើយមួយវិជាតិចាអូម៉េចគេថាឆ្នាំ2009អាយដាមរដ្ឋមន្ត្រីហ្នឹងគាត់បានទិញដីបឹងហ្នឹងអញ្ចឹងក្នុងមាត្រា2005តើរឿងហ្នឹងពិតទេអូបាទមក2009នេះ2007 2007អញ្ចឹង2007អាយដាមរដ្ឋមន្ត្រីគាត់ទិញដីបឹងហ្នឹងទិញមេទឹកហ្នឹងកុំឲ្យពួកហ្នឹងអាស្រ័យផលទៀតអូអញ្ចឹងបាទដើម្បីកុំឲ្យមានរឿងទិញអាស្រ័យផលទាំងអស់បីទីថែអាងទឹកណាក៏ឲ្យមួយបញ្ចេញមួយបញ្ចូលអាចធ្វើឈូកទុកទឹកអាចធ្វើអ្នកត្រូវបញ្ចេញទឹកឈូកវាស្ដិតឡើងហើយដល់អូនបំរដ្ឋសមូលលេខឲ្យធ្វើឈូកខាងក្នុងបានទិញដីពួកហ្នឹងមកកាល2005អញ្ចឹងមានន័យថាអាយដាមអូនពាន់មេរដ្ឋហ្នឹងគាត់ប្រម៉ូទទិញពីប្រជាពលរដ្ឋហ្នឹងបាទទិញឲ្យឈប់អាស្រ័យផលខាងក្នុងហ្នឹងឲ្យឈប់អាស្រ័យផលក្នុងដីបឹងទឹកព្រាលហ្នឹងណាបាទអញ្ចឹងបើសិនជាដីហ្នឹងអាយដាមរដ្ឋមន្ត្រីអ្នកទិញមិនបានមកធ្លាក់លើខុនសៀវិញខ្ញុំឆ្ងល់ចាខុនសៀហ្នឹងមកក្រោយហ្នឹងនេះអញ្ចឹងមានគាត់ទិញបន្តពីអាយដាមរដ្ឋមន្ត្រីចឹងឬមួយក៏មិនអត់ទេហ្នឹងហើយពួកហាហ្នឹងគេប្រមូលលុបមកនេះយកលុយធ្វើតឡាខែតឡាអីនេះមកឆ្នាំ2023 22 23បាទអញ្ចឹងមានន័យថាអាយដាមរដ្ឋមន្ត្រីគាត់ទិញពីពលរដ្ឋក្នុងមហត្តា2500ហ្នឹងនៅឆ្នាំ2007បាទអញ្ចឹងដល់ពេលដល់ឆ្នាំ2021នេះបែរជា22អីបណ្ដឹង22 23ហ្នឹងបាទរាជរដ្ឋាភិបាលបកគលដីហ្នឹងមកឲ្យក្រុមហ៊ុនខុនសៀវិញខុនសៀបាទអញ្ចឹងมันខាតលុយទៅទេអញ្ចឹងអាយដាមរដ្ឋមន្ត្រីมันខាតលុយទៅទេហើយគេគ្នានៅលឺខ្ញុំមិនដឹងក៏អត់ដឹងទេខាងលឺនឹងគេតាក់ទងគ្នាយ៉ាងម៉េចអត់ដឹងទេអញ្ចឹងប៉ុន្តែអាយដាមរដ្ឋមន្ត្រីបានធ្វើលិខិតទិញលក់ដែរជំនាន់ក្នុងមួយក៏ទិញទេមានមានធ្វើលិខិតសចនគេត្រឹមត្រូវអីត្រឹមត្រូវអស់ហើយអញ្ចឹងដែរព្រោះគេមានបានហើយបាទប្លង់រឹងចេញក្នុងឆ្នាំ2023ចាំដឹងថាដីបឹងព្រាហ្នឹងខាងក្រុមហ៊ុនមានបានសម្រួលផលប៉ះពាល់ឲ្យពលរដ្ឋអស់នៅបងតែក្រុមហ៊ុនគេដោះស្រាយឲ្យអស់ទៅអញ្ចឹងបងបាទហើយមួយវិញទៀតឃើញថាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្រុងតាខ្មៅនៅស្រុកតេកដានោះបានធ្វើអីខ្លះហើយក្រុមហ៊ុនណាជាថ្នូរនឹងទទួលបានដីនឹងតាមសចនបងអានឹងធ្វើឲ្យអស់តាអញ្ចឹងបងគេទៅបកគលទទួលឲ្យអស់តាពាក់ព័ន្ធនឹងករណីនេះដីបឹងព្រាទំហំ172ហិកតាស្ថិតនៅភូមិព្រៃចាស់ឃុំវិហារសួរស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលប្រគល់ទៅឲ្យក្រុមហ៊ុនខុនសៀជាថ្នូរនឹងការជួសជុលនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវលូនិងស្ថានីយបូមទឹកនៅក្រុងតាខ្មៅស្រុកស្អាងនិងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនេះបើយោងតាមសចនរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី24ខែសីហាឆ្នាំ2021ទាក់ទិននឹងករណីពលរដ្ឋផ្ទុះការតវ៉ានៅដើមខែមីនាឆ្នាំ2026នេះដែរដើមរាំងមិនធ្វើការសន្និដ្ឋានឬមួយក៏វិនិច្ឆ័យអ្វីនោះទេបាទជាគោលការណ៍គឺក្រុមហ៊ុនខុនសៀលោកបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលមានន័យថារាជរដ្ឋាភិបាលបានប្រគល់ដីបឹងព្រាទំហំ172ហិកតានេះឲ្យក្លាយជាកម្មសិទ្ធិក្រុមហ៊ុនខុនសៀក្នុងនោះផងដែរឃើញថា
ក្រុមហ៊ុនខុនសៀក៏បានធ្វើប្លង់រឹងរួចរាល់ហើយដែរក៏ប៉ុន្តែនៅពេលដែលក្រុមហ៊ុនខុនសៀចុះអនុវត្តគឺដាក់គ្រឿងចាក់ឈូសឆាយនៅដើមខែមីនាឆ្នាំ2026នេះក៏ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋរាប់រយនាក់នៅភូមិប្រចាស់ឃុំវិហារសួរស្រុកសេចកណ្ដាលនេះបានផ្ទុះការត្រវ៉ាដោយទាមទារឲ្យបញ្ឈប់គ្រឿងចាក់និងសូមរក្សាទុកដីបឹងព្រានេះជាសម្បត្តិរដ្ឋដដែលសម្រាប់ឲ្យពួកគាត់អាស្រ័យផលបាទដោយបងប្អូនយើងបានស្ដាប់ហើយសម្ដីរបស់លោកស្រីមេភូមិប្រចាស់នេះគឺគាត់បានលើកឡើងថាសូមឲ្យក្រុមហ៊ុនអភិវឌ្ឍចោះប៉ុន្តែទុកប្រព័ន្ធទឹកសម្រាប់ឲ្យបងប្អូនប្រជាកសិករក្នុងការអាស្រ័យផលតទៅមុខទៀតបាទជុំវិញសចនដែលបានប្រគល់ដីចំនួន172ហិកតាឲ្យក្រុមហ៊ុនខុនសៀនេះផងដែរដើមរាំងក៏បានធ្វើបទសម្ភាសទៅកាន់លោកអុកញ៉ាលីវុធីដែលជាតំណាងក្រុមហ៊ុនខុនសៀចង់ដឹងថាតើក្រុមហ៊ុនបានដោះស្រាយផលប៉ះពាល់ដល់បងប្អូនប្រជាកសិកររួចឬនៅហើយក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះហើយក្នុងខេត្តកណ្ដាលជាថ្នូរនឹងការទទួលបានដីចំនួន172ហិកតាក្នុងនោះផងដែរឃើញថាលោកអុកញ៉ាលីវុធីតំណាងឲ្យក្រុមហ៊ុនខុនសៀគឺបានអះអាងថាក្រុមហ៊ុនបានសងផលប៉ះពាល់ដល់កសិកររួចហើយក្រុមហ៊ុនក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកណ្ដាលហើយក៏បានធ្វើការប្រគល់ទទួលរួចហើយដែរបាទនេះជាការលើកឡើងរបស់លោកអុកញ៉ាលីវុធីតំណាងក្រុមហ៊ុនខុនសៀកុំឲ្យចិត្តថាជឿតែម្ខាងគណៈដែលលោកអុកញ៉ាតំណាងក្រុមហ៊ុនខុនសៀថាបានកសាងហេដ្ឋារចនាសម្ព័ន្ធរួចរាល់អស់ហើយដូច្នេះដើមរាំងក៏បានព្យាយាមទំនាក់ទំនងទៅលោកដឹមបរាអភិបាលរងខេត្តកណ្ដាលនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលផងដែរថាតើក្រុមហ៊ុនខុនសៀបានកសាងអ្វីខ្លះហើយជាថ្នូរនឹងដីចំនួន172ហិកតានេះក៏ប៉ុន្តែលោកដឹមបរាមិនអាចទំនាក់ទំនងបាននោះទេខណៈដែលទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានបាទទោះជាយ៉ាងណាក៏ដោយកាលពីកន្លងទៅថ្មីនេះលោកដឹមបរាបានអះអាងថាការកសាងរបស់ក្រុមហ៊ុនខុនសៀជាថ្នូរនឹងដី172ហិកតានេះលោកថាឃើញមានការកសាងខ្លះដែរប៉ុន្តែលោកមិនច្បាស់នោះទេរងចាំមើលរបាយការណ៍សិនខណៈដែលលោកប្រាក់ឡាក់ប្រធានមន្ត្រីធនធានទឹកនិងអូតូនិយមខេត្តកណ្ដាលក៏បានថ្លែងដែរថាការកសាងរបស់ក្រុមហ៊ុនខុនសៀនេះគឺបានសាងសង់នៅច្រាំងព្រែកថ្នោតបន្ថែមពីនេះផងដែរនៅថ្ងៃទី18ខែមីនាឆ្នាំ2026នេះដើមរាំងបានតាក់ទងទៅលោកដឹមបរាផងនាយករដ្ឋបាលសាលាខេត្តកណ្ដាលផងដើម្បីសុំការបញ្ជាក់បន្ថែមថាតើក្រុមហ៊ុនខុនសៀនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះហើយនៅស្រុកស្អាងក្រុងតាខ្មៅនិងស្រុកសេចកណ្ដាលខេត្តកណ្ដាលដើម្បីឲ្យសមស្របទៅនឹងរាជរដ្ឋាភិបាលដែលបានប្រគល់ដីឲ្យក្រុមហ៊ុនខុនសៀចំនួន172ហិកតាជាថ្នូរនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្រុងតាខ្មៅស្រុកស្អាងនិងស្រុកសេចកណ្ដាលខេត្តកណ្ដាលបាទទោះជាយ៉ាងណាក្តីនៅពុំទាន់មានការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្ដាលនៅឡើយនោះទេពាក់ព័ន្ធទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធពីសំណាក់ក្រុមហ៊ុនខុនសៀជាថ្នូរនឹងដីចំនួន172ហិកតានៅឃុំវិហារសួរស្រុកសេចកណ្ដាលខេត្តកណ្ដាលបាទដើមរាំងមានសេចក្តីរាយការណ៍តែប៉ុណ្្នឹងសិនបាទសូមអរគុណ